ការពីថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2012ខណ្ឌរដ្ឋបាលជលផលកំពង់ធំនិងកម្លាំងសង្កាត់រដ្ឋបាលពីមបាងបានបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទដែលកំពុងតែលុបលួចដាក់នៅលើដែនទន្លេសាបក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកប៉ែនវណ្ណរិទ្ធនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបនិងផ្នែកផាត់សណ្ដាយរួមទាំងកម្លាំងបរិស្ថានប៉ូលីសប៉ុស្តិ៍ពីមបាងចុះបង្ក្រាបរុះរើបាំងស្បៃមុងនិងឧបករណ៍នេសាទដោយខុសច្បាប់លោកយ៉ានវិសាកនាយខណ្ឌរដ្ឋបាលជលផលផាត់សណ្ដាយបានដឹងថាបទល្មើសជាច្រើនប្រភេទត្រូវបានប្រជានេសាទលុបលួចដាក់និងលួចប្រើប្រាស់ដោយខុសច្បាប់ដោយប្រើប្រាស់ភ្លើងអំពូលដាក់ក្នុងបឹងទន្លេសាបដើម្បីប្រមូលក្រសោបត្រីទាំងនោះទាំងតូចទាំងធំរួមទាំងស្បៃមុងក្រឡាញឹកទៀតផងត្រូវបានកម្លាំងសហការចម្រុះចុះបង្ក្រាបសរុបលទ្ធផលបានឆ្នុកអំពូល5របាំងស្បៃមុង9របាំងប្រវែង2500ម៉ែត្រលុកចំនួន13គ្រឿងលូស្បៃមុង17មាត់បចំនួន5គ្រឿងបង្គោលចំនួន2250ដើមប្រលេងកូនត្រីបានចំនួន86គីឡូក្រាមលទ្ធផលដែលបង្ក្រាបបានទាំងនេះគឺប្រមូលបានមកពីភូមិសាស្ត្រឃុំពីមបាងឧបករណ៍ដែលសមត្ថកិច្ចប្រមូលបានត្រូវបានដឹកយកមករក្សាទុកនៅសង្កាត់ពីមបាងលោកប៉ែនវណ្ណរិទ្ធនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានដឹងថាដោយយោងតាមអនុសាសន៍និងបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បទល្មើសនេសាទដោយខុសច្បាប់និងមានការចង្អុលបង្ហាញពីឯកឧត្តមច័ន្ទសរិនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខណ្ឌរដ្ឋបាលជលផលកំពង់ធំបានធ្វើសកម្មភាពចុះបង្ក្រាបបទល្មើសជាប្រចាំព្រមទាំងធ្វើការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធទៅនឹងការនេសាទនិងការប្រើប្រាស់ឧបករណ៍នេសាទដោយស្របច្បាប់ជាក់ស្ដែងបទល្មើសនេសាទនារដូវនេះកំពុងតែត្រូវបានប្រជានេសាទលុបលួចដាក់នៅក្នុងព្រៃនិងដាក់បទល្មើសបង្កប់នៅក្នុងទឹកតែសមត្ថកិច្ចរួមទាំងកម្លាំងចម្រុះបានបង្ក្រាបដូចភ្លៀងរលឹមតែទោះជាមានបទល្មើសកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំក៏មានការកត់សម្គាល់ថាបទល្មើសនេសាទនៅឆ្នាំនេះមានការថយចុះបើប្រៀបធៀបនឹងឆ្នាំមុនបទល្មើសដែលកើតឡើងនេះក៏ដោយសារតែប្រជានេសាទរស់នៅលើទឹកគ្មានដីស្រែមានតែមុខរបរនេសាទតែមួយគត់បានធ្វើឲ្យមានការលួចដាក់បទល្មើសលោកប៉ែនវណ្ណរិទ្ធបានសំណូមពរដល់ប្រជានេសាទទាំងអស់ចូលរួមគ្រប់ច្បាប់ជលផលប្រើប្រាស់ឧបករណ៍ដោយស្របច្បាប់ដើម្បីថែរក្សានិងអភិរក្សត្រីមេពូជសម្រាប់កូនចៅជំនាន់ក្រោយជាពិសេសបទល្មើសឆក់ត្រីសូមបញ្ជាក់ផងដែរថាបទល្មើសនេសាទនៅក្នុងផ្នែកផាត់សណ្ដាយត្រូវបានបង្ក្រាបជាបន្តបន្ទាប់រីឯបទល្មើសស្ថិតនៅក្នុងស្រុកបារាយកំពុងតែមានស្បៃមុងនិងឆ្នុកក្រហមភ្លឺពេញផ្ទៃទឹកដែលត្រូវបានគេដឹងថាមានការបើកភ្លើងខៀវពីសំណាក់លោកចិនស៊ីថានាយខណ្ឌរដ្ឋបាលជលផលបារាយរហូតមកដល់ពេលនេះមិនទាន់មានការបង្ក្រាបនោះទេដោយមានអ្នកមើលការប្រមូលលុយបទល្មើសយកមកចែកជូនសមត្ថកិច្ចទៀតផង